កូរ៉េមួយឆ្នាំជាងឯអ្នកគ្នាប៉ុន្តែទីក្រុងមួយនេះគឺជាទីក្រុងដែលខ្ញុំមើលរំលងខ្លាំងមែនទែនដោយសារតែខ្ញុំជិះទៅជិះមកអត់ដែរចូលទេអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំអ្នកគ្នាទៅមើលទស្សនវិជ្ជានៅក្នុងទីក្រុងមួយនេះបាទឥឡូវនេះគឺយើងបានមកដល់យ៉កហ្នឹងឯអ្នកគ្នាហើយទីក្រុងនេះឈ្មោះថាផេបាំងគឺខ្ញុំមកដល់យ៉កដំបូងគឺមានអារម្មណ៍ថាយ៉កនេះគឺថាស្ងាត់ខ្លាំងមែនទែនអ្នកគ្នាបើសិនជាយើងប្រៀបធៀបជាមួយនឹងយ៉កផ្សេងគឺថាស្ងាត់ហើយរៀងចាស់ជាងយ៉កផ្សេងផងដែរឥឡូវយើងបានមកដល់យ៉កហើយអានេះគ្រាន់ជាចំណាប់អារម្មណ៍របស់ខ្ញុំដំបូងទេឥឡូវយើងទៅមើលនៅក្នុងទីក្រុងទាំងអស់គ្នាថាមានអីគេខ្លះអូខេអ្នកគ្នានេះខ្ញុំ first time ហ្មងនៅក្នុងទីក្រុងវេបាំងគឺថាដំបូងតែម្ដងនេះដើរអត់ដឹងថាទៅណាទៅណីទេមកនេះមកលក្ខណៈថាផ្សងព្រេងហ្មងអូទីក្រុងគេស្អាតណាគេថាទីក្រុងនេះសម្បូរហាងកាហ្វេខ្ញុំមើលថាសម្បូរមែនអត់អានេះខ្ញុំដើរផ្សងព្រេងណាវេបាំងយ៉កមើលថ្ងៃនេះដើរផ្សងព្រេងថាយើងទៅដល់ទីណាតាមបានវីដេអូទាំងអស់អូខេអ្នកគ្នាឥឡូវខ្ញុំបានឆ្លងមកដល់ត្រៃមកខាងអូនេះលើកទី1និយាយមែនណាមកដល់ក្នុងទីក្រុងនេះគឺថាស្ងាត់មែនតើទៅផ្សារនៅអ៊ុនយ៉ានអ៊ុនឆនអីគឺឆ្លងពេលបាំងនេះហើយប៉ុន្តែខ្ញុំអត់ដែរចូលទេនេះគឺជាលើកទី1ដែលខ្ញុំបានមកដល់កន្លែងនេះឥឡូវយើងចង់ដឹងថាទស្សនវិជ្ជានៅកន្លែងហ្នឹងគេមានអីគេខ្លះចឹងណាយើងក៏មកធ្វើប្លុកចែកជូនទៅកាន់អ្នកនរគ្នាបានមើលផងដែរឥឡូវនេះនៅក្នុងទីក្រុងគេតែម្ដងអានេះដើរផ្សងព្រេងហ្មងនេះអត់ដឹងថាទៅណាទៅណីណាហើយយើង search មើល map សិនយើងមិនចិត្តតែដើរទៅពីហ្នឹងទេចូលអង្គុយឡើងនេះ search map សិនបាទពីចំនៅស្រុកកូរ៉េនេះបើសិនជាឲ្យរកមនុស្សនៅពេលថ្ងៃគឺពិបាករកមែនតើហើយនៅលើចេះក៏ពិបាករកដែរបើសិនជាយើងចង់ឃើញមនុស្សច្រើនទៅម៉ាតក្រោមដីមានថានៅក្នុងយ៉កគេមានក្រោមដីក្នុងម៉ាតខ្លះគេធ្វើក្រោមដីអញ្ចឹងវាច្រើនផ្សារដែរនៅក្នុងប្រទេសកូរ៉េគឺមានច្រើននៅក្នុងក្រោមដីអ្នកនរគ្នាដូចកាលខ្ញុំធ្វើការនៅស៊ូវ៉ុនក៏ខ្ញុំធ្វើនៅក្រោមដីតែហាងគេគ្រប់ប្រភេទតែម្ដងគឺគេលក់នៅក្នុងក្រោមដីមានមនុស្សទេអ្នកនរគ្នាអើយត្រជាក់ខ្លាំងណាស់អ្នកគ្នាអាចជាដក5 16ខ្ញុំឡើងស្ពុកដៃបាត់នេះភ្លេចថាភ្លេចយកស្រោមដៃមកនេះដើរធ្វើប្លុកកណ្ដាលសីតុណ្ហភាពដល់ត្រជាក់ឲ្យអ្នកនរគ្នាមើលគឺថាស៊ូខ្លាំងមែនតើត្រជាក់លេងដឹងត្រជាក់ដៃលេងដឹងដៃស្អាតមិនអត់ស្អាតណាទីក្រុងគេនេះបាទបន្ទាប់ពីយើងដើរច្រើនម៉ោងមកអ្នកនរគ្នាគឺឃើញថានៅតំបន់នេះស្ងាត់ខ្លាំងមែនទែនអត់សូវមានមនុស្សដើរទេអ្នកនរគ្នាស្រុកកូរ៉េបើសិនជាយើងដើរពេលថ្ងៃចង់ឃើញស្រីស្អាតប្រុសស្អាតអីគឺចប់ហើយគឺអត់មានចេញក្រៅតែម្ដងវាមិនអត់សោះទេគ្រាន់ថាគេអត់និយមដើរពេលថ្ងៃទេអ្នកនរគ្នានៅស្រុកកូរ៉េអញ្ចឹងឥឡូវដូចអ្នកនរគ្នាឃើញអញ្ចឹងគឺថាស្ងាត់ឈឹងតែម្ដងអត់មានមនុស្សទេហើយដល់ពេលដែលខ្ញុំដើរដល់កន្លែងនេះខ្ញុំឃើញកាមេរ៉ាឡើងមួយខ្ញុំស្មានតែផ្លូវទៅចុះទៅខាងនោះទៀតអញ្ចឹងណាខ្ញុំអត់នឹកស្មាននៅពេលដែលឡើងទៅគឺជាអាផាតមិនទេអ្នកនរគ្នាគឺជាទីធ្លាអាផាតមិនរបស់គេហើយកន្លែងនេះគឺជាសួនកន្លែងចលេងកលាយអញ្ចឹងទៅអូខេអ្នកនរគ្នាឥឡូវខ្ញុំនៅកំពុងតែនៅក្នុងអាផាតមិនមួយចូលខ្ញុំស្មានតែអីគេចូលទៅវិញក៏ពិតនៅក្នុងអាផាតមិនដែរមែនណាខ្ញុំដើរថតប្លុករដូវកាលនេះគឺលះបង់ណាគេជាក់ខ្លាំងណាស់អ្នកគ្នានេះចេញប្លុកថ្ងៃនេះគឺថាត្រជាក់ខ្លាំងមែនតើនេះតែមានយើងអាចឡើងទៅបានសិតតែអានេះនៅក្នុងអាផាតមិនរបស់គេហ្មងអាចចូលទៅបានអីទេគេឲ្យឡើងទៅយើងចូលមើលអូវ៉ាវនេះវ៉ាវនៅក្នុងនេះតែយើងកុំចូលជ្រៅពេកយើងមិននៅក្នុងហ្នឹងហ្មងដើរលុកយើងដើរទៅខាងនោះវិញកន្លែងគេតែស្អាតហើយនេះទីមានផ្លូវចុះហើយមានផ្លូវដើរទៅខាងនោះមួយទៀតឥឡូវយើងដើរទៅទៀតដោយសារតែកន្លែងនេះគឺកន្លែងគេអាផាតមិនគេនៅអញ្ចឹងណាព្រោះយើងចូលទៀតចូលក្នុងផ្ទះគេបណ្ដោយអូខេអ្នកគ្នាដោយសារតែឥឡូវគឺអាកាសធាតុត្រជាក់ពេកអ្នកគ្នានៅពេលដែលខ្ញុំកំពុងតែថតនឹងអាកាសធាតុដូចជាដក10ទៅ10ជាងហើយអញ្ចឹងខ្ញុំទ្រាំអត់បានទេដោយសារតែឲ្យយើងអត់បានយកស្រោមដៃមកដោយអ្នកគ្នាបានឃើញខ្ញុំនិយាយនឹងចេញផ្សាយគឺថាត្រជាក់ខ្លាំងមែនតើអញ្ចឹងអ្វីដែលល្អធ្វើបំផុតយើងត្រូវរកហាងកាហ្វេមួយចូលឲ្យវាកម្ដៅខ្លួនកម្ដៅសាច់តិចសិនឥឡូវនេះយើងបានមកដល់ហាងកាហ្វេហើយអ្នកគ្នាយើងក៏កំងអីហូបតិចតួចទៅបន្ទាប់ពីញ៉ាំអីហើយអ្នកគ្នាយើងចេញមកក្រៅអាកាសធាតុវាកាន់តែត្រជាក់ខ្លាំងជាងមុនទៀតអញ្ចឹងយើងអាចទ្រាំបានទេដោយសារតែត្រជាក់ខ្លាំងហើយយើងអត់មានស្រោមដៃសម្រាប់ការពារទេហើយយើងក៏ត្រឡប់មកផ្ទះវិញ